មានអ្នកស្លាប់ជាច្រើនអ្នកនឹងរងរបួសបន្ទាប់ពីម៉ាស៊ីនក្រែនសាងសង់បានដួលបាក់ទៅលើរថភ្លើងកំពុងធ្វើដំណើរនៅក្នុងប្រទេសថៃបាងកកយ៉ាងហោចណាស់មានមនុស្ស32នាក់បានស្លាប់និងជាច្រើនអ្នកទៀតបានរងរបួសបន្ទាប់ពីម៉ាស៊ីនក្រែនសាងសង់មួយបានដួលធ្លាក់ទៅលើរថភ្លើងកំពុងធ្វើដំណើរទៅកាន់ភាគឦសាននៃប្រទេសថៃហេតុការណ៍នេះផងដែរបានកើតឡើងនៅថ្ងៃទី14ខែមករាឆ្នាំ2026វេលាម៉ោងប្រមាណប្រហែលជា9:10នាទីព្រឹកថ្ងៃពុធដែលរថភ្លើងបានធ្វើដំណើរចេញពីទីក្រុងបាងកកទៅកាន់ខេត្តឧបលរាជធានីធីរស័ក្តិបុគ្គលិករថភ្លើងម្នាក់បានសឹកទៅលើរថភ្លើងបានប្រាប់ CNC ថារថភ្លើងមានម៉ាស៊ីនក្រែនមួយបានបុកហើយម៉ាស៊ីនក្រែននោះកំពុងតែប្រើប្រាស់ក្នុងការសាងសង់ផ្លូវដែកល្បឿនលឿននាយករដ្ឋមន្ត្រីថៃលោកអនុទានបានបង្ហាញពីការចូលរួមរំលែកទុក្ខទៅកាន់គ្រួសារជនរងគ្រោះហើយបានបញ្ជាក់ថាមូលហេតុនៃការកើតហេតុនេះកំពុងតែស្ថិតក្រោមក្នុងការស៊ើបអង្កេតយ៉ាងណាមិញរូបភាពនិងវីដេអូពីកន្លែងកើតហេតុបានឃើញថាម៉ាស៊ីនក្រែនមួយបានធ្លាក់ទៅលើរថភ្លើងនិងទូរថភ្លើងដែលខូចខាតដួលផ្អៀងខណៈក្រុមសង្គ្រោះកំពុងស្វែងរកជនរងគ្រោះនៅក្នុងទីតាំងកើតហេតុតាមការបញ្ជាក់ពីការិយាល័យសុខាភិបាលខេត្តនគររាជសីមាមានមនុស្សយ៉ាងហោចណាស់66នាក់ត្រូវបានរងរបួសស្រាលក្នុងនោះមាន8នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងររថភ្លើងដែលបានធ្វើដំណើរនោះមានទូ3បានដឹកអ្នកដំណើរប្រហែលជា200នាក់និងកំពុងធ្វើដំណើរជាមួយនឹងល្បឿន100គីឡូម៉ែត្រក្នុង1ម៉ោងទូទី2និងទូទី3រងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយមានអគ្គិភ័យកើតឡើងនៅទូទី2ផងដែរលោកធីរស័ក្តិបានបន្ថែមទៀតថាលោកបានប្រញាប់ទៅជួយក្រុមអ្នកដំណើរដែរប៉ុន្តែអគ្គិភ័យបានរីករាលដាលបណ្ដាលឲ្យលោកចូលទៅកាន់ទូទី2ពុំបានម៉ាស៊ីនក្រែនដែលបានបាក់ដូរនោះត្រូវបានប្រើប្រាស់សម្រាប់សាងសង់ផ្លូវដែកល្បឿនលឿនដែលជាផ្នែកមួយគម្រោងរបស់ថៃនិងចិនតភ្ជាប់ពីបាងកកទៅកាន់ខេត្តដងខៃដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវគម្រោងនេះពាក់ព័ន្ធជាមួយនឹងការផែនការរបស់ចិនក្នុងការតភ្ជាប់ចិននិងអាស៊ីអាគ្នេយ៍ក្រោយកំណត់ដូចផ្ដាំខ្សែក្រវ៉ាត់និងផ្លូវក្រុមហ៊ុន Italian Thai Development PCL ដែលជាក្រុមហ៊ុនសាងសង់សំណង់ដ៏ធំមួយនៅប្រទេសថៃនិងជាអ្នកប្រតិបត្តិការម៉ាស៊ីនក្រែននោះបានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការកើតហេតុដ៏គួរឲ្យសោកស្ដាយមួយនេះហើយក្រុមហ៊ុនក៏បានបន្តទៀតថាក្រុមហ៊ុននឹងចេញផ្ដល់សំណងសាងសង់ទៅដល់គ្រួសារសពជនរងគ្រោះព្រមទាំងសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃខេត្តឧបលរាជធានីស្ថិតនៅតំបន់ឦសាននៃប្រទេសថៃដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវកម្ពុជាហើយមានខ្សែរថភ្លើងទៅកាន់ទីនោះពុំសូវមានការពេញនិយមសម្រាប់ភ្ញៀវទេសចរទេបើប្រៀបធៀបជាមួយនឹងខ្សែរថភ្លើងពីជើងទៅត្បូងនៃប្រទេសថៃយ៉ាងណាមិញយើងនឹងរងចាំមើលទាំងអស់គ្នាថាតើការស៊ើបអង្កេតរបស់ប្រទេសថៃពីករណីពាក់ព័ន្ធជាមួយនឹងការគ្រោះថ្នាក់នេះតើជាអបិទហេតុឬក៏ជាការគ្រោងទុកជាចុងក្រោយពីខ្ញុំបាទ VD Talk Show សូមអរគុណសូមជម្រាបលា